Ok, chào mừng sốនឹងសួស្តីទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូដំបូងរបស់ខ្ញុំដែលនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអំពីរបៀបនៃការ set up នៅ VMware Workstation ហើយនិងការ install នៅ Windows Server នៅលើ VMware Workstation អូខេអញ្ចឹងមុនពេលយើងចាប់ផ្ដើមដំណើរការនៃការ set up នៅ VMware Workstation ហើយនិងការ install Windows Server យើងយល់អំពីអ្វីទៅគឺជា Windows Server ដែលយើងអាចនិយាយបានថា Windows Server ហ្នឹងគឺជាគ្រួសារនៃ operating system មួយដែលវាត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Microsoft ហើយវាត្រូវបាន design ឡើងក្នុងគោលបំណង run នៅលើ computer ហើយ computer ទាំងនោះគឺមានលក្ខណៈជា server computer ដែលគោលបំណងរបស់វាគឺក្នុងការផ្ដល់នៅ service ហើយនឹង resource ផ្សេងៗទៅកាន់ client computer នៅលើប្រព័ន្ធ network អូខេអញ្ចឹងបន្ទាប់ពីយើងយល់អ្វីទៅគឺជា Windows Server ហើយយើងចាប់ផ្ដើមទៅលើដំណើរការនៃការ set up នៅ VMware Workstation ហើយនឹងការ install Windows Server នៅលើ VMware Workstation អូខេអញ្ចឹងជំហានដំបូងយើងចាប់ផ្ដើមទៅលើដំណើរការនៃការ set up នៅ VMware Workstation ជាមុនសិនអូខេអញ្ចឹងយើងចូលមកកាន់ browser ទាំងអស់គ្នាអូខេអញ្ចឹងបន្តមកយើង type នៅ VMware Workstation download for Windows 11 free តមកយើង search មកយើងនឹងឃើញ link ចូលទៅកាន់ website មួយក្នុងការ install នៅworkstation របស់យើងដែលនៅក្នុង website នេះវា list នៅ version ជាច្រើនប៉ុន្តែ version ដែលខ្ញុំនឹងធ្វើការ download នោះគឺខ្ញុំយកនៅ latest version គឺ workstation pro 26H1 អូខេអញ្ចឹងដល់ពេលដែលខ្ញុំ click ទៅវានឹងធ្វើការ download ប៉ុន្តែយើងចាំមួយផ្លែតទៅវានឹងធ្វើការអឺដំណើរការ download ហើយបន្ទាប់មកវាយើងនឹងឃើញថាវា download ហើយអូខេដោយសារតែខ្ញុំមាន file download នឹងរួចហើយខ្ញុំអត់ចង់ download ទេអូខេអញ្ចឹងយើងមួយទៀតយើងនឹងចូលមកកាន់Windows Server 22យើងចូលមកកាន់ website របស់គេទៅបន្ទាប់មកយើងនឹងឃើញនៅ version IS នៃ Windows Server 22អូខេអញ្ចឹងអីដែលយើង download យើងនឹងធ្វើការ download នៅ IS file តែ IS file ហ្នឹងខ្ញុំយករបស់ United States អញ្ចឹងបន្ទាប់មកយើងចុច click នៅលើហ្នឹងទៅយើងនឹងធ្វើការ start download ប៉ុន្តែដោយសារ download ហ្នឹងគឺចំណាយពេលយូរខ្ញុំអត់ធ្វើការ download ទេហើយណាមួយខ្ញុំបាន download រួចហើយអូខេអញ្ចឹងយើងប្រកាសថាយើងមាន file download ចំនួន2ហ្នឹងក្នុងការ set up នៅ VMware Workstation ហើយនឹងការ install នៅ Windows Server អញ្ចឹងយើងបន្តមកយើងចូលមកកាន់នៅ file ដែលខ្ញុំបាន download ហើយបន្ទាប់មកយើងនឹងធ្វើការ click ទៅលើ file download ហ្នឹងទៅគឺ VMware Workstation វានឹងធ្វើការ install VMware Workstation របស់យើងហើយគ្រាន់តែយើងចាំមួយផ្លែតទេអូខេអញ្ចឹងវា start download ហើយបន្ទាប់មកយើងចុច next ហើយនេះគ្រាន់យើង accept នៅ term license agreement របស់គេបន្ទាប់មកយើងចុច next ហើយយើងមើលព័ត៌មានមួយចំនួនទៅហើយអញ្ចឹងយើងចុច next ទៀតហើយនេះគឺជា location នៃ application របស់យើងគឺនៅក្នុង drive C បន្ទាប់មកយើងចុច next អូខេអញ្ចឹងកន្លែងនេះខ្ញុំអត់ check ទេបន្ទាប់មកខ្ញុំចុច next ហើយនេះខ្ញុំ check ទៅលើខ្ញុំចង់ដាក់នៅលើ desktop ហើយនៅ start menu ហើយបន្ទាប់មកចុច next ហើយបន្ទាប់មកយើងចុច install អូខេអញ្ចឹងគ្រាន់យើងរងចាំបន្តិចទេវានឹងធ្វើការ copy នៅ file system របស់វានៃ VMware Workstation ហ្នឹងហើយអញ្ចឹងវាកំពុងតែ start នៅ install ហើយនឹង download នៅព័ត៌មានរបស់វាផ្សេងចូលមកកាន់system របស់វាអូខេអញ្ចឹងយើងរងចាំបន្តិចទេអូខេអញ្ចឹងវាកំពុង download ហើយហើយអញ្ចឹងដំណើរនៃការ download នៅ VMware Workstation ត្រូវបានបញ្ចប់ហើយយើងគ្រាន់ចុច finish ទៅតមកយើងចូលមកកាន់desktop របស់យើងនឹងឃើញនៅ application logo របស់យើងហើយបន្ទាប់មកយើងគ្រាន់ចុចនៅលើហ្នឹងទៅវានឹង start application របស់យើងអូខេយើងចុច home តមកយើងនឹងធ្វើការ create នៅ virtual machine អូខេអញ្ចឹងវាមានពីរ option វាមាន typical និង custom ប៉ុន្តែដោយសារវា recommend យក typical ហើយខ្ញុំយក typical មកទៅអូខេអញ្ចឹងយើងចុច next ទៀតពេលដោយសារខ្ញុំចង់ install operating system layer ខ្ញុំចុច next ហើយនៅក្នុងនេះយើងមាន option 4 option operating system ប៉ុន្តែរបស់ខ្ញុំយកនៅ Microsoft Windows ដោយសារខ្ញុំនឹងធ្វើការ install នៅ
ប្រដាប់របស់ Microsoft ហើយបន្ទាប់មកអីដែលខ្ញុំយើងយកទៀតគឺយក Windows Server 2022ដោយសារយើងនឹង install នៅ Windows Server 2022ហើយកន្លែងនេះយើងនឹងធ្វើការដាក់ឈ្មោះរបស់វាយើងដឹងដាក់ឈ្មោះអីក៏បានដែរស្អីដែលយើងទេហើយកន្លែង location នេះគឺយើងចង់ដូរទៅកាន់ location ណាក៏បានដែរស្អីដែលយើងប៉ុន្តែរបស់ខ្ញុំអត់ចង់ដាក់នៅក្នុង drive C ទេខ្ញុំនឹងធ្វើការដូរចូលទៅកាន់ drive ផ្សេងអញ្ចឹងហើយដែលខ្ញុំចង់ដាក់គឺខ្ញុំដាក់នៅក្នុង drive D ហើយនឹងដាក់នៅក្នុង folder មួយអូខេ folder ហ្នឹងមានឈ្មោះថា RUPP ខ្លះហើយបន្ទាប់មកខ្ញុំដាក់នៅក្នុង folder for year ហើយដោយសារនេះខ្ញុំ folder នេះគឺមាន file រួចហើយខ្ញុំនឹងធ្វើការ create នៅ folder ថ្មីដែលអូខេហើយដោយ folder ហ្នឹងមានឈ្មោះថាគឺ Windows Server Data អូខេអញ្ចឹងខ្ញុំ select យក folder ខ្ញុំធ្វើបង្កើតហ្នឹងអូខេអញ្ចឹងខ្ញុំដាក់នៅក្នុង drive D ខ្លះឲ្យ UPP ខ្លះ for year ហើយនឹង Windows Server Data អូខេខ្ញុំចុច next ហើយ maximum disk ខ្ញុំយក60អូខេអញ្ចឹងខ្ញុំអត់ចង់ split ជា multi file ទេខ្ញុំចង់យក single file ខ្ញុំចុច next ហើយបន្ទាប់មកខ្ញុំធ្វើការ customize នៅ hardware មួយចំនួនអូខេអញ្ចឹងសម្រាប់ memory ខ្ញុំយក4ហ្នឹងស៊ីសងទៅលើកុំព្យូទ័ររបស់យើងទេគឺយើងមាន RAM ប្រមាណដែលយើងអាច run រួចអូខេបើសម្រាប់ខ្ញុំយក14ទេហើយ processor គឺខ្ញុំ keep ដដែលអូខេអញ្ចឹងអូខេអញ្ចឹងសម្រាប់net វិញគឺខ្ញុំសម្រាប់ network ខ្ញុំយក net ហើយនេះខ្ញុំ keep ដដែលទាំងអស់ទេអូខេអញ្ចឹងខ្ញុំ close អូខេអញ្ចឹងខ្ញុំចុច finish អូខេអញ្ចឹងខ្ញុំ review ហើយខ្ញុំចុច finish អូខេអញ្ចឹងបន្ទាប់ពីចុច finish ហើយយើងបានឃើញផ្ទាំងនេះហើយប៉ុន្តែដោយសារខ្ញុំត្រូវដូរកន្លែងកន្លែងCD និង DVD ពី auto detect ទៅជាការប្រើប្រាស់នៅ iOS image file របស់យើងអូខេអញ្ចឹងខ្ញុំប្រើ iOS image file ដែលខ្ញុំបាន download ហើយអូខេខ្ញុំប្រើអាហ្នឹងបន្ទាប់មកខ្ញុំចុច OK អូខេអញ្ចឹងបន្ទាប់ពីខ្ញុំចុច OK ហើយយើងនឹងធ្វើការ start នៅ VM របស់យើងអូខេអញ្ចឹងយើងចាំមកស្ទុះអូខេអញ្ចឹងដោយសារខ្ញុំមិននឹងភ្លេច press any key អញ្ចឹងខ្ញុំនឹងធ្វើការ restart នៅម៉ាស៊ីនម្ដងទៀតដោយសារខ្ញុំភ្លេច press any key អូខេខ្ញុំនឹងធ្វើការ restart ប៉ុន្តែយើងចូលកន្លែងទី1គឺ power ហើយបន្ទាប់មកយើងនឹងធ្វើការ restart អូខេអញ្ចឹងយើងធ្វើការ restart ហើយបន្ទាប់មកយើង press any key ហើយវានឹងធ្វើការ loading file របស់យើងក្នុងការ install នៅ Windows 2022របស់យើង Windows Server 2022អូខេអញ្ចឹងសម្រាប់ការ custom មួយចំនួនខ្ញុំយក English ទាំងអស់ហើយបន្ទាប់មកយើងធ្វើការ click install now អូខេអញ្ចឹងការ set up នៅ VMware Workstation កំពុងដំណើរការបន្ទាប់មកវានឹងចូលមកកាន់ផ្ទាំង operating system អូខេអញ្ចឹង operating system ខ្ញុំយកអាទី2ដោយសារវាមាន UI ដោយសារអូខេអញ្ចឹងខ្ញុំនឹងធ្វើការ accept នៅ license ផ្សេងហើយនេះកន្លែងនេះខ្ញុំនឹងយើងមាន2អូខេសម្រាប់ខ្ញុំនឹងយក custom សម្រាប់យក custom អូខេហើយ custom នេះគឺយើងអាចកំណត់នៅ drive ប្រមាណក៏បានយើងអាច split drive ក៏បានប៉ុន្តែខ្ញុំយក default drive តែមួយទេអូខេអញ្ចឹងខ្ញុំចុចតមកវាធ្វើការ install Microsoft Operating System ហើយcònយើងរងចាំហើយជា must do ធំដែរក្នុងការ install វាហើ
ហើយក្នុងការ install នៅ feature ផ្សេងក្នុងការ update ឬក៏ក្នុងការធ្វើការ install នៅព័ត៌មានផ្សេងតាក់ទងជាមួយនឹង Windows Server 2022ហ្នឹងអូខេវាកំពុងតែ start install ហើយយើងចាំស្ទុះទៅហើយអញ្ចឹងការ install នៅ operating system របស់វាគឺបានបញ្ចប់ហើយបន្ទាប់មក Windows កំពុង restart អូខេអញ្ចឹងវា restart មកស្ទុះធំដែរអូខេអញ្ចឹងចាំវា restart មកស្ទុះទៅអូខេអញ្ចឹងកន្លែងនេះគឺវាចូលមកកាន់ផ្ទាំងcustomize setting របស់យើងនឹងធ្វើការដាក់ password ទៅកាន់ administrator user របស់យើងអញ្ចឹងបន្តមកយើងដាក់ password ហើយចុច finish ទៅអូខេអញ្ចឹងសម្រាប់ការ install នៅWindows Server របស់យើងគឺមានប៉ុណ្ណឹងទេបន្តមកយើងនឹងធ្វើការ login ចូលមកកាន់Windows Server របស់យើងអូខេអញ្ចឹងគ្រាន់យើងវាយ password ដែលយើងបានដាក់មិញទៅអូខេអញ្ចឹងវានឹងធ្វើការ login ចូលមកកាន់ផ្ទាំង UI របស់យើងហើយអានេះគឺជាផ្ទាំង UI របស់ Windows Server 2022ដែលនៅក្នុងហ្នឹងគឺយើងមាន application ជាច្រើន application មួយចំនួនដែលយើងធ្វើការតាក់ទងជាមួយនឹងការ hosting server របស់យើងហើយក្នុងព័ត៌មានផ្សេងតាក់ទងជាមួយនឹង server ដែលស្ថិតនៅក្នុង server manager របស់យើងអូខេអញ្ចឹងវាមាន tool វាមានការប្រើប្រាស់មួយចំនួនដែលយើងអាចប្រើបានក្នុងការធ្វើការងាររបស់យើងអូខេអញ្ចឹងខ្ញុំចុចបិទហើយបន្ទាប់មកយើងនឹងធ្វើការ shut down ទៅលើ Windows server របស់យើងអូខេប៉ុន្តែរបៀបក្នុងការ shut down ហ្នឹងគឺវាមានមុខងារជាច្រើនប៉ុន្តែខ្ញុំយក unplan ក្នុងការ shut down អូខេអញ្ចឹងបើយើងបាន shut down រួចហើយអូខេអញ្ចឹងយើងធ្វើការ start សារថ្មីដើម្បី make sure ថាតើ Windows server របស់យើងពេល start ទៅវាទទួលបានជោគជ័យឬក៏អត់អូខេអញ្ចឹងយើងចាប់ផ្ដើម start សារថ្មីអូខេអញ្ចឹងយើងបាន start ហើយបន្តមកយើងនឹងធ្វើការអូខេវា password របស់យើងបន្តមកយើងនឹងធ្វើការ login ចូលមកកាន់ UI នៃ Windows Server របស់យើងហើយបន្តមកយើងនឹងឃើញ Server Manager Start អូខេអញ្ចឹងដូចគ្នានេះជា Server Manager ទេដែលខ្ញុំបាននិយាយមិញហ្នឹងយើងអាចកំណត់អីផ្សេងឬក៏កំណត់មុខងារក្នុងការ hosting ឬក្នុងការធ្វើការងារអីរបស់យើងបានអូខេអញ្ចឹងខ្ញុំបាននិយាយមិញហ្នឹងគឺនៅពេលដែលយើង power off វានឹងទាមទារ reason ហើយតែមូលហេតុអីបានយើងចង់ power off អញ្ចឹងវាមានច្រើនអូខេអញ្ចឹងសម្រាប់ខ្ញុំយក unplan យើងនឹងធ្វើការ power off អូខេអញ្ចឹងសម្រាប់វីដេអូតាក់ទងជាមួយនឹងការ install នៅ Windows Server ហើយនឹងការ set up VMware Workstation ក្នុងការ install នៅ Windows Server 2022គឺមានតែប៉ុណ្្នឹងទេសូមអរគុណសម្រាប់ចំណាយពេលក្នុងការមើលវីដេអូរបស់ខ្ញុំសូមអរគុណ